ស្វាគមន៍មកកាន់សាលាជំនាញវេយ្យាករណ៍របស់ប្រែដែលមានបរិញ្ញាបត្រវេយ្យាករណ៍ Part of Speak វេយ្យាករណ៍ Writing Skill វេយ្យាករណ៍ TOEFL បកប្រែសំឡេងបកប្រែតលមាត់និងសន្ទនាទូទៅគ្រប់កម្រិតអូខេថ្ងៃនេះខ្ញុំបរិញ្ញាអ្នកបន្តទៀតនៅបកប្រែប្រដាក់ភាគ1ណា Posing Interpretations Part 1អត្ថបទទី18អង់គ្លេសយើងដាក់ថា Passage 18យ៉ាងមកនេះជាចំណងជើងទីក្រុងភ្នំពេញគួរតែអភិវឌ្ឍបន្ថែមទៀតដើម្បីឲ្យទីក្រុងឲ្យទំនើបដូចប្រទេសយថាអញ្ចឹងយើងដាក់ថា Phnom Penh City is supposed to additionally pilot to let be model like neighboring countries យើងដាក់ចឹងមកណាហើយក្នុងអត្ថបទទី18ខ្ញុំស្រង់ពាក្យយកមកបរិញ្ញាអ្នកនាងសិនអញ្ចឹងពាក្យនៅក្នុងអត្ថបទទី18មាន10ពាក្យនេះ lexicon ស្វៀកស័ព្ទទាំងអស់10ពាក្យណាពាក្យទី1 as in នេះបើអានចប់ as in ណាដូចជាចុចមកជាដើមពាក្យទី2 modern ទំនើបពាក្យទី3 sophisticated ជឿនលឿនពាក្យទី4 Southeast Asia នេះបើអានចប់ Southeast Asia តំបន់អាស៊ីអាគ្នេយ៍ពាក្យទី5 Free Trade Country ប្រទេសពាណិជ្ជកម្មសេរីពាក្យទី6 additional បន្ថែមពាក្យទី7 neighboring country ប្រទេសជិតខាងពាក្យទី8 separately ដោយឡែកពាក្យទី9 surely បនពីនៃអត្ថន័យទី1ប្រកាសជាអត្ថន័យទី2ប្រែថាពិតជាពាក្យទី10 pilot អភិវឌ្ឍអូខេអញ្ចឹងខ្ញុំបានអានឲ្យហើយអ្នកនរអញ្ចឹងយកពាក្យទាំងអស់ហ្នឹងយើងយកទៅទន្ទិញហើយទន្ទិញហ្នឹងទិញយកអាពាក្យណាដែលផ្លាយបានហើយណាពាក្យណាដែលអ្នកនរចេះហើយមិនបាច់ទិញទេយើងទិញតែពាក្យថ្មីមកបានហើយហ្នឹងហើយដើម្បីដល់ឲ្យទាន់ការប្រើប្រាស់ពាក្យនៅទូទាំងសកលលោកអញ្ចឹងអូខេមានតែប៉ុណ្្នឹងឯងកុំភ្លេចចុចពាក្យ Subscribe អ្នកនរគ្នាហើយចុងក្រោយជូនពរដល់អ្នកនរគ្នាជាពិសេសសិស្សរបស់ខ្ញុំទាំងអ្នករៀនតាមអនឡាញនិងអ្នករៀនផ្ទាល់ទទួលបានជោគជ័យក្នុងការសិក្សា